សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី2នៃរឿងស្ដេចនៃឋានសួគ៌នៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលលីឈិនដែលមានឈ្មោះពេញថាលីធៀនឈិនបានប្រាប់ទៅកាន់ម្ដាយរបស់គាត់ឲ្យគាត់រកកន្លែងលាក់ខ្លួនមករយៈសិនទៅព្រោះអីថានៅពេលនេះគាត់មានការរៀបចំទុកជាស្រេចឯងម្ដាយរបស់គាត់បានឮហើយហាក់បីដូចជាមានការចាប់ផ្ដើមបន្តិចដែរប៉ុន្តែយ៉ាងណាក្ដីក៏បានញញឹមវិញលើកញ៉ាំងឃាតករដែលគឺជាកូនចៅរបស់ឈិនស៊ុនហើយបាននិយាយទៅកាន់កូនប្រុសទោះបីជាមិនដឹងថាមានរឿងអ្វីខ្លះបានកើតឡើងចំពោះឯងក៏ដោយប៉ុន្តែនៅពេលនេះឯងបានធំឲ្យមិនថាឯងធ្វើអ្វីតែម្ដាយក៏នឹងគ្រប់គ្រងបន្ទាប់ពីនិយាយចឹងហើយម៉ែរបស់គាត់ក៏បានអូខេតកោម្នាក់នឹងចេញទៅចំណែកលីធៀនឈិនណាម្នាក់ឯងចិញ្ចៀនរបស់គាត់ដែលបានពាក់នៅលើដៃក៏ហាក់បីដូចជាបានបញ្ចេញសកម្មភាពឃើញចឹងគាត់គឺពិតជាឆ្ងល់តែមានអ្វីកើតឡើងហើយអ្វីបានជាវាបញ្ចេញពន្លឺបន្ទាប់មកវាក៏បាននាំគាត់មកកាន់ទីតាំងមួយដែលមានថាមពលសខ្មៅបើការវាយប្រហារទៅលើគាត់ប៉ុន្តែក៏មិនមែនជាបញ្ហាអ្វីដែរគាត់ក៏បានប្រើប្រាស់កម្ដាប់ដៃខ្លះដើរទៅមិនដាច់ចេញចំហាយខ្លាមាសចេញមកបំបែកវាប៉ុន្តែក៏បានដឹងថាការវាយប្រហារនេះគ្មានប្រសិទ្ធភាពនោះទេក៏ស្រាប់តែចំហាយមួយនឹងត្រូវបានស្រូបចូលក្នុងថ្ងាសគាត់ហើយគាត់ក៏ពិតជាមានការឈឺចាប់យ៉ាងខ្លាំងនិងបានដឹកនាំគាត់ទៅកាន់ទីតាំងមួយទៀតជួបជាមួយនឹងមនុស្សម្នាក់សួរថាតើគាត់គឺជានរណាម្នាក់នឹងក៏បានតបថាខ្ញុំគឺជាឧបករណ៍នៃលំហឈ្មោះមូជីយន់ហើយបានរងចាំឯងយូរហើយតកលមូដូចទៅនឹងម្ដាយរបស់គាត់ដែរអញ្ចឹងធានឈិនគាត់បានសួរទៅកាន់មូជីយន់ហើយអ្វីបានជារងចាំគេនៅទីនេះមូជីយន់បានតបថាខ្ញុំត្រូវបានឃុំឃាំងនៅទីនេះអស់រយៈពេលយូរហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេខ្ញុំក៏បានដឹងថាឯងត្រូវការលោកគ្រូម្នាក់ដើម្បីគេចេញពីបញ្ហាហើយខ្ញុំនៅពេលនេះសូមឯងជួយខ្ញុំអញ្ចឹងធានឈិនបានសួរថាហេតុអ្វីបានជាខ្ញុំត្រូវជួយលោកជីយន់ក៏បានដោតយកនៅសភៅកម្ពីក្បាច់គុណយ៉ាងច្រើនក៏ដូចជាឡោះថ្នាមួយចេញមកប្រាប់ថាខ្ញុំគ្មានជំនាញក្បាច់គុណរាប់រយហើយនឹងចំណេះដឹងជាច្រើនផ្សេងទៀតរាប់ណាស់យកខ្ញុំធ្វើជាគ្រូហើយជួយខ្ញុំឲ្យគេចផុតចេញពីទីនេះខ្ញុំក៏នឹងបង្រៀនអ្វីដែលខ្ញុំបានដឹងឲ្យទៅកាន់ឯងបានចេះទាំងអស់ធានឈិននៅតែមិនសូវភ្ញាក់ផ្អើលក៏ដូចជាបានតទៅវិញទៅថាទោះបីជាលោកមើលទៅមិនចាស់ជាខ្ញុំប្រមាណក៏ដោយប៉ុន្តែខ្ញុំក៏អាចពិចារណាជួយលោកបានដែរដូចអញ្ចឹងហើយជីយន់ក៏បានដោយកនៅអ្វី3ឲ្យធានឈិនហើយបានលើកឡើងថាប្រហែលជាវាគឺមានផលប្រយោជន៍សម្រាប់ឯងបន្ទាប់មកដាក់វានៅលើថ្ងាសឲ្យស្វែងយល់ទៅធានឈិនគាត់ក៏បានធ្វើទៅតាមអ្វីដែលគេបានប្រាប់ដាក់វាលើថ្ងាសបន្ទាប់មកប្រើប្រាស់មេតិកានៃការយល់ដឹងដើម្បីព្យាយាមយល់អំពីក្បាច់គុណនៅក្នុងនឹងហើយវាក៏ជាវិធីសាស្ត្រអនុវត្តដើម្បីកែលម្អកម្លាំងបន្ទាប់ពីយល់ដឹងវាហើយក៏បានធ្វើឲ្យគាត់កាន់តែប្រសើរឡើងនៅកម្រិតដាំដុះនៅក្នុងដំណាក់កាលខ្យល់ដង្ហើមនិងបានធ្វើឲ្យគ្រឹះនៃការដាំដុះរបស់គាត់គឺកាន់តែរឹងមាំនិយាយទៅកាន់ជីយន់ថាអ្វីដែលលោកផ្ដល់ឲ្យនេះគឺពិតជាល្អបន្ទាប់មកខ្ញុំក៏ជួយលោកប្រាប់ពីវិធីដើម្បីនឹងជួយមកជីយន់ក៏បានប្រាប់ឲ្យធានឈិនហើយអាយន់នៅក្រោមនឹងចេញទៅបន្ទាប់មកខ្ញុំក៏នឹងមានសេរីភាពឯធានឈិនក៏បានយល់ព្រមដើរទៅកាន់យន់ចំណែកជីយន់ក៏នៅតែនិយាយពីលើថាហែកវាចោលទៅនិងបន្ទាប់ពីបានធ្វើឲ្យជីយន់គេក៏បានសើចយ៉ាងលឺនិយាយថាទីបំផុតខ្ញុំគេមានសេរីភាពឯតែធ្វើឲ្យធានឈិនគាត់បានឆ្ងល់ហើយបានសួរថាតើលោកមានបញ្ហាអ្វីមែនជីយន់ក៏នៅតែសើចហើយបាននិយាយថាទីបំផុតខ្ញុំក៏បានចេញពីឋាននរកនេះហើយជាអកុសលឡើយតែឯងគឺពិតជាឆោតល្ងងពិតមែនសម្រាប់ចូលទៅដើម្បីនឹងបញ្ចប់ជីវិតទៅកាន់ធានឈិននិងបានប្រាប់ថាឯងទៅបានសោកចុះមិនតន់ដឹងអីផងសារីយើងក៏បានកាត់ទៅដល់លីស៊ាន់នៅពេលនេះគេក៏បានបោកពេញតែចោលនិងបានបន្ទោសទៅកាន់កូនចៅដែលមិនអាចចាត់ការទៅលើលីធៀនឈិនបានហើយថាពួកនឹងគឺពិតជាអត់ប្រយោជន៍មែនតែសូម្បីតែសម្រាប់ម្នាក់ក៏មិនអាចចាត់ការបានផងប៉ុន្តែក៏មិនអីដែរបើសិនជាលើកនេះមិនអាចចាត់ការបានចាំលើកក្រោយចាំចាត់ការទៀតក៏បានចាំមើលធម្មតារបស់ឯងគឺអាចការពារឯងបានរហូតដល់អត់ខណៈនឹងលីធៀនឈិនក៏បានដើរចូលមកដែលបានធ្វើឲ្យលីស៊ាន់ក៏ពិតជាមានការស្រឡាញ់កាំងអញ្ចឹងក៏បានបញ្ជាកូនចៅចូលទៅចាត់ការទៅពួកនឹងចូលទៅមានទាំងដំបងមានទាំងដើរប៉ុន្តែត្រូវបានលីធៀនឈិនវេឲ្យប៉ាងទាំងអស់ប្រកាសណាស់ថាពួកគេគឺមិនមែនជាដៃគូរបស់លីធៀនឈិនឡើយលីស៊ាន់បានឃើញហើយក៏បានដៀលថាពួកអត់ប្រយោជន៍ហើយគេក៏បានចេញមកដើម្បីនឹងចូលវេមួយស្មើជាមួយនឹងលីធៀនឈិនកំដាប់ដៃនៅទាំងពីរក៏បានប៉ះគ្នាបន្ទោសធម្មពលយ៉ាងខ្លាំងធ្វើឲ្យដៃហុយពាសពេញនឹងដែលបែបនេះក៏បានធ្វើឲ្យលីស៊ាន់នៅពេលហ្នឹងក៏បានដឹងថាលីធៀនឈិនគឺមានកម្រិតទី8នៃការហ្វឹកហាត់ខ្យល់ដង្ហើមហើយឯងក៏ពិតជាបកាយលក្ខសមត្ថភាពពិតរបស់ឯងណាស់មិនឆ្ងល់ទេហេតុអ្វីបានជាកូនចៅដែលខ្ញុំបានបញ្ជូនទៅគឺបានបរាជ័យទាំងអស់ប៉ុន្តែលើកនេះឯងក៏មិនអាចឈ្នះខ្ញុំបានតែដោយសារតែខ្ញុំគឺចិត្តទម្លាយទៅដល់កម្រិតទី10ឯងត្រឹមឯងកម្រិត8គឺមិនអាចឈ្នះខ្ញុំបានឡើយបញ្ចេញធម្មពលចេញមកយ៉ាងសម្បើមចំហាយធម្មពលភ្លើងក៏បានដុតទៅលើលីធៀនឈិនប៉ុន្តែគាត់ក៏បានបញ្ចេញនូវក្បួនថៃជីមួយចេញមកនិងបានបញ្ចេញអតោមាសមួយយ៉ាងធំហោះទៅដល់ប៉ាលីស៊នមួយដៃឃើញថាគេមិនអាចទប់ទល់ជាប់ទេហើយក៏បានខ្ទាតចង់80ម៉ែត្រឡើងធ្លុះអញ្ចឹងគ្នាយើងលីធៀនឈិនក៏បានអើតាមប្រឡោះអញ្ចឹងប្រាប់ថាតើឯងហ៊ានរាំងខ្ញុំទៀតដែរអត់នៅពេលអនាគតមិនត្រឹមតែប៉ុណ្ណឹងនោះទេឯងហ៊ានចោទប្រកាន់ម្ដាយរបស់ខ្ញុំថាគាត់ទៅលួចយកថ្នាំអញ្ចឹងហើយខ្ញុំក៏ត្រូវតែប្តឹងទៅកាន់ព្រឹទ្ធាចារ្យហើយបើតាមទោសមួយនេះខ្ញុំគួរណាស់ទៅសមໄວបំបាក់ជើងឯងបន្ទាប់ពីបានលឺអញ្ចឹងលីស៊នក៏ពិតជាផិតភ័យសូមឲ្យលីធៀនឈិនលើកឡើងប៉ុន្តែលីធៀនឈិនក៏បានតទៅវិញទៅឯងមានគិតថាចង់លើកឡើងខ្ញុំម្ដងដែរអត់នៅពេលដែលឯងធ្វើបាបខ្ញុំរៀននឹងវាបំបាក់ជើងប៉ុន្តែត្រូវបានពុករបស់គេមកទាន់លីធៀនឈិនគាត់ក៏បានទទួលអារម្មណ៍ថាសម្ពាធនៃកម្លាំងនេះក៏ពិតជាខ្លាំងតែអាចដីថាគឺជាលីធៀនមីងហើយប៉ាលីស៊នបានឃើញពុករបស់គេមកដល់ហើយនឹងក៏បានធ្វើគេក៏ពិតជាសប្បាយចិត្តមែនតែប្រាប់ទៅកាន់លីធៀនឈិនឯងងល់ពេលនេះដោយសារតែប៉ានិយាយច្រើនពេកគាត់ក៏បានធាបំបាក់ជើងប៉ាហ្នឹងទៅអញ្ចឹងលីធៀនមីងបានឃើញហើយក៏ពិតជាមានការខឹងយ៉ាងខ្លាំងដល់ហើយគាត់ក៏នៅកម្រិតដំបូងនៃការបង្កើតស្រែកយ៉ាងខ្លាំងថាឯងធ្វើបាបកូនខ្ញុំ
ប់និងបន្ទោធម្មពលយ៉ាងខ្លាំងសម្បើមស្ទុះទៅប្រហែលជាមួយនឹងលីធៀនឈិនជួបជាមួយនឹងអ្នកខ្លាំងលើកនេះមើលទៅកាន់លីធៀនឈិនទៅកម្រើខ្លួនសឹងតែមិនរួចផងខណៈពេលដែលគ្រោះថ្នាក់នឹងដែរម្ដាយរបស់គាត់បានមកជួយសង្គ្រោះនឹងបានតបតជាមួយយុទ្ធសាស្ត្ររបស់លីធៀនមីងដោយបន្តទៅកាន់លីធៀនមីងទៀតផងថាសូម្បីតែក្មេងក៏មិនលើកលែងគិតថាចាស់លោកនេះចេះអត់ខួរហើយវាក៏ពិតជាគួរអាម៉ាស់មែនទេលីធៀនមីងក៏បានតទៅវិញតើអ្នកកំពុងតែបដៅខ្ញុំមែនចឹងយល់ព្រមអ្នកកុំស្ដាយក្រោយនេះមាត់បានទៅនិយាយទៅនៅពេលនឹងម្ដាយរបស់លីធៀនឈិនបានបែកភាគយ៉ាងច្រើនស៊ូចូលទៅវិញប្រហែលជាមួយនឹងលីធៀនមីងនិងបានតបទៅកាន់គាត់វិញអ្នករសោកស្ដាយគឺជាលោកនោះទេចលនាផលលីធៀនមីងត្រូវបានចាញ់អញ្ចឹងក៏បានប្រាប់ទៅកាន់អ្នកទាំងពីរថាហ៊ានធ្វើបាបមនុស្សនៅតកលខ្លួនឯងអញ្ចឹងខ្ញុំនឹងរាយការណ៍ទៅកាន់ចាស់ទុំដើម្បីដាក់ទោសហើយឲ្យអ្នកទាំងពីរគ្រាន់តែរងចាំទៅលីធៀនឈិនក៏បានតបទៅវិញខ្ញុំរងចាំចំណិចអញ្ចឹងកុំឲ្យយូរពេកតើឥឡូវហ្នឹងហ្មងទៅចាំមើលថាតើតាណាគឺជាអ្នកដែលត្រូវកាត់ទោសពិតប្រាកដហើយសាររឿងនៅក្នុងភាគទី2ក៏ត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្្នឹងនោះទេបាយបាយជួបគ្នាវីដេអូក្រោយ